លោក Vladimir Putin បានអះអាងថាប្រសិនបើអឺរ៉ុបចង់ធ្វើសង្គ្រាមរុស្ស៊ីអាចត្រៀមខ្លួនកំដរបានមេដឹកនាំរុស្ស៊ីរូបនេះថែមទាំងបានចោទលោកនេះថារារាំងសន្តិភាពនៅអ៊ុយក្រែនទៀតផងលោកប្រធានាធិបតីបានអះអាងកាលពីថ្ងៃអង្គារថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមប្រសិនបើអឺរ៉ុបចង់បានលោកបានចោទប្រកាន់បណ្ដាមេដឹកនាំនៃទ្វីបអឺរ៉ុបថាបានព្យាយាមបំផ្លាញកិច្ចព្រមព្រៀងលើជម្លោះអ៊ុយក្រែនការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលបេសកជនអាមេរិកលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី Donald Trump គឺលោក Jared Kushner បានទៅដល់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាបញ្ចប់សង្គ្រាមជិត4ឆ្នាំលោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថាយើងមិនមានគម្រោងធ្វើសង្គ្រាមជាមួយអឺរ៉ុបទេប៉ុន្តែប្រសិនបើអឺរ៉ុបចង់នឹងចាប់ផ្ដើមពួកយើងបានត្រៀមខ្លួនរួចរាល់នៅពេលនេះលោកបានបន្ថែមថាពួកគេមិនមានរបៀបវរៈសន្តិភាពទេពួកគេឈរនៅខាងសង្គ្រាមលោកបានអះអាងម្ដងទៀតថាមេដឹកនាំអឺរ៉ុបកំពុងរារាំងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដែលធ្វើជាអន្តរការីសន្តិភាពនៅអ៊ុយក្រែនលោកបានបន្ថែមថាការផ្លាស់ប្ដូររបស់អឺរ៉ុបចំពោះផែនការចុងក្រោយរបស់លោកត្រាំមានគោលបំណងតែមួយគត់គឺដើម្បីរារាំងដំណើរការសន្តិភាពទាំងមូលនិងដាក់ចេញនូវការទាមទារដែលមិនអាចទទួលយកបានសម្រាប់រុស្ស៊ីជាដាច់ខាតទីក្រុង Washington បានបង្ហាញសេចក្តីព្រាងចំនួន28ចំណុចដើម្បីបញ្ចប់ជម្លោះតែក្រោយមកត្រូវបានកែប្រែបន្ទាប់ពីមានការរិះគន់របស់អ៊ុយក្រែននិងអឺរ៉ុបដែលចាត់ទុកថាធ្វើស្របតាមការទាមទារដ៏ច្រើនរបស់រុស្ស៊ីពួកគេបារម្ភខ្លាចពីការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតដោយអឺរ៉ុបបាននិយាយម្ដងហើយម្ដងទៀតថាសន្តិភាពអយុត្តិធម៌មិនគួរត្រូវបានដាក់លើអ៊ុយក្រែននោះទេ